So I expect that after this study tour, I can meet new people and learn about new culture. ក្នុងគោលបំណងដែលខ្ញុំចង់បានគឺចង់រៀនពីអ្វីថ្មីការរស់នៅរបស់គេនិងស្វែងយល់ ជំរាបសួរលោកអ្នកអាណាព្យាបាលថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅស្ដាប់អំពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលមកពីសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី3ទួលទំពង់និងសាខាទី9ផ្លូវជាតិលេខ3ដែលនឹងទៅចូលរួមដំណើរកម្មសិក្សានៅឯប្រទេសចិនតោះចូលរួមស្ដាប់ទាំងអស់គ្នា My name is Sreng Sukhen Molika and I'm a grade 11 student from Panyasastra International School, Totumpung campus. I feel very happy and excited because it's a new experience for me to join a study tour. So I expect that after this study tour, I can meet new people and learn about new culture of the people in Guangxi, and then I can practice my Chinese language. ជំរាបសួរនាងខ្ញុំមានឈ្មោះផនណារីរៀននៅថ្នាក់ទី11នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី9ផ្លូវជាតិលេខ3 សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានចំណាប់អារម្មណ៍រីករាយខ្លាំងមែនទែនដោយសារតែជាលើកទី1ដែលខ្ញុំបានទៅប្រទេសចិនទៅកាន់ប្រទេសចិនហ្នឹងគឺក្នុងគោលបំណងដែលខ្ញុំចង់បានគឺចង់រៀនពីអ្វីថ្មីការរស់នៅរបស់គេនិងស្វែងយល់ពីវប្បធម៌ក៏ដូចជាបច្ចេកវិទ្យាថ្មីដើម្បីមកអភិវឌ្ឍនៅប្រទេសយើងនេះដែរអរគុណចំពោះគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺខាងបញ្ញាសាស្ត្រយើងរៀបចំឡើងក្នុងគោលបំណងទី1ដើម្បីឲ្យសិស្សានុសិស្សយើងសិក្សាស្វែងយល់អំពីជីវិតរស់នៅសាកលវិទ្យាល័យបានន័យថាសិស្សទាំងបុគ្គលិកទាំងអស់ខ្ញុំដែលជាគណៈគ្រប់គ្រងសាលាយើងទៅនេះគឺថ្នាក់នៅដមសាកលវិទ្យាល័យរបស់គេតែម្ដងហើយសាកលវិទ្យាល័យរបស់គេផ្ដោតសំខាន់ទៅលើជំនាញវិស្វកម្មមេកានិកនិងជំនាញផ្សេងទៀតដែលជាតម្រូវការរបស់ខាងការជឿនលឿននៃបច្ចេកវិទ្យាពិសេសគឺបញ្ញាសិប្បនិម្មិតAI នេះខ្ញុំសូមថ្លែងអំណរគុណនៅសាលាបញ្ញាសាស្ត្រដែលមានការទំនាក់ទំនងជាមួយវិទ្យាស្ថាននៅក្នុងខេត្តខ្វាំងស៊ីនៃប្រទេសចិនហើយខ្ញុំបានសម្រេចចិត្តថាជាកម្មវិធីល្អដែលកូនខ្ញុំបានទៅចូលរួមក៏ដូចជាសិស្សនៅក្នុងសាលាបញ្ញាសាស្ត្រដែលបានចូលរួមនៅក្នុងកម្មវិធីសិក្សានេះហើយសូមថ្លែងអំណរគុណនៅសាលាបញ្ញាសាស្ត្រក៏ដូចជាខេត្តខ្វាំងស៊ីហើយប្រទេសចិនដែលបានផ្ដល់នៅឱកាសដែលសម្រាប់កូនខ្មែរដែលបានសិក្សានេះសូមអរគុណបាទ